ជាលទ្ធផលជាក់ស្ដែងមកដល់ថ្ងៃនេះគឺថៃនៅតែកក្លឿនថៃនៅតែបំពេញថៃនៅតែរំលោភហើយថៃនៅតែឈ្លានពានកម្ពុជាហើយថៃនៅតែប្រើប្រាស់គ្រឿងសព្វាវុធដែលផ្គត់ផ្គង់និងលក់ឲ្យដោយសហរដ្ឋអាមេរិកដោយសារមានមហាអំណាចដែលជាឪម៉ែរបស់ថៃនៅពីក្រោយខ្នងនឹងដែលខ្ញុំយល់ឃើញថានៅចំពោះមុខអន្តរជាតិគឺហាក់ដូចជាចង់ជួយបញ្ចប់សង្គ្រាមរវាងកម្ពុជាថៃប៉ុន្តែនៅពីក្រោយហាក់ដូចជាចង់ធ្វើសង្គ្រាមពិសោធន៍អាវុធរបស់ខ្លួនជាមួយនឹងមហាអំណាចក្នុងតំបន់អញ្ចឹងហើយកន្លែងនេះដែលធ្វើឲ្យថៃនេះគឺថាមានអំនួតដែលធ្វើឲ្យថៃនេះរឹតតែផ្កើនចំពោះអ្វីដែលជាការចង់សម្របសម្រួលពីសហគមន៍អន្តរជាតិអាស៊ានអាចជួយចេញមកពន្លត់ភ្លើងពីបញ្ហាទំនាស់នៅក្នុងប្រទេសពីរដែលជាសមាជិកអាស៊ានបានអត់កិច្ចការផ្ទៃក្នុងអាចមិនលូកលាន់ប៉ុន្តែការពន្លត់បញ្ហាឈ្លានពានការពន្លត់បញ្ហាហិង្សាការពន្លត់នៅបញ្ហាអក្រិតកម្មទៅលើជនស៊ីវិលគឺសុទ្ធតែជាកាតព្វកិច្ចរបស់អាស៊ាននិងសហគមន៍អន្តរជាតិទាំងអស់ក៏ខ្ញុំមិនជឿថាប្រទេសនីមួយៗនឹងខ្វះព័ត៌មានដើម្បីវិនិច្ឆ័យវាតម្លៃថាអ្នកណាខុសអ្នកណាត្រូវអ្នកណារំលោភអ្នកណាជាអ្នករងគ្រោះខ្ញុំមិនជឿថាខ្វះព័ត៌មាននឹងបើនិយាយពីអក្រិតកម្មសង្គ្រាមឈ្លានពានអក្រិតកម្មសង្គ្រាមសម្រាប់មនុស្សជាតិក៏វាពាក់ព័ន្ធទៅនឹងអ្នកដែលបានផ្ដល់កិច្ចសន្យាជួយដូរលក់អាវុធឲ្យទៅប្រទេសដែលប្រើអាវុធនឹងផងដែរតាមច្បាប់អន្តរជាតិគឺនិយាយឲ្យអស់ពីព្រោះក្នុងកិច្ចជួយដូរលក់អាវុធនៅក្នុងផ្នែកណាមួយនោះប្រទេសនីមួយតែងតែមានកិច្ចសន្យារវាងអ្នកទិញនិងអ្នកលក់ហើយអ្នកលក់គឺជាអ្នកផលិតគឺមានកិច្ចសន្យាចងមិនឲ្យអ្នកទិញនឹងប្រើប្រាស់ខុសពីផែនការនិងគោលការណ៍របស់ខ្លួនទេរឿងដែលត្រូវលាតត្រដាងដោយផ្កាយរណបរបស់ម៉ាឡេស៊ីឬក៏ផ្កាយរណបរបស់សហរដ្ឋអាមេរិកគឺត្រូវតែបង្ហាញប្រាប់ពិភពលោកទិន្នន័យចេញពីផ្កាយរណបរបស់ម៉ាឡេស៊ីនិងទិន្នន័យដែលចេញពីផ្កាយរណបរបស់សហរដ្ឋអាមេរិកតាមរយៈបញ្ជាការដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកតើលទ្ធភាពនៃការចាប់ស្រូបទាញតើកំហុសអ្នកណាហើយអ្នកណាជាអ្នកឈ្លានពានឬមួយក៏ទិន្នន័យផ្កាយរណបហ្នឹងវាប៉ះពាល់ដល់មិត្តភាពយូរអង្វែងរវាងអាមេរិកនិងថៃហើយអាមេរិកមិនហ៊ានបង្ហាញទេថ្ងៃនេះថៃជាសមាជិករបស់អាស៊ានមួយបានរំលោភឈ្លានពានមកលើកម្ពុជាយ៉ាងកក្លឿនដោយអាងកម្លាំងទ័ពអាងកម្លាំងសេដ្ឋកិច្ចអាងចំនួនប្រជាជនធំហើយកម្ពុជាជាប្រទេសតូចចោះបើសិនជាថៃអាចប្រើអំពើទំនើងរបស់ខ្លួនមកលើកម្ពុជាប៉ុណ្ណឹងតែថ្ងៃក្រោយបើប្រទេសអាស៊ានទាំងអស់ស្ងាត់មាត់មិននិយាយតែថៃនឹងធ្វើទៅប្រទេសណាទៀតភ្លើងតែថៃបានកំពុងតែដុតផ្ទះរបស់ខ្មែរបើសិនជានៅក្នុងសហគមន៍អាស៊ានជោគវាសនារួមជាមួយគ្នាមិនជួយចេញមកពន្លត់ភ្លើងនឹងទេតើនៅពេលដែលឆេះផ្ទះខ្មែរខ្ទេចខ្ទីតាមបំណងរបស់ថៃតើភ្លើងនឹងវានឹងរៀងដាល់ឆេះទៅដល់ផ្ទះវៀតណាមផ្ទះឡាវផ្ទះម៉ាឡេស៊ីផ្ទះមីយ៉ាន់ម៉ាឬក៏ផ្ទះណាទៀតយើងអាចដឹងទេតើសហគមន៍អន្តរជាតិទាំងមូលដែលបានដឹងឮអំពីបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃតាំងពីលើកទី1ពីថ្ងៃទី24ខែកក្កដាដល់ថ្ងៃទី28ខែកក្កដាហើយលើកទី2តាំងពីថ្ងៃទី7ខែធ្នូរហូតមកដល់ពេលនេះនៅមិនទាន់ចប់តើពិភពលោកនិងអង្គការអន្តរជាតិទាំងអស់ដែលបានដឹងឮនោះអាចទទួលយកការបកស្រាយអាចទទួលយកការបិទបាំងការនិយាយស្ដីរបស់មេដឹកនាំថៃនិងសារព័ត៌មានថៃដែលកំពុងតែនិយាយយកល្អខ្លួនឯងហើយទម្លាក់កំហុសទម្លាក់ភាពមិនទទួលខុសត្រូវទាំងស្រុងនេះមកលើកម្ពុជាបានទេបើយើងពិនិត្យមើលអំពីចំហេះនៃសង្គ្រាមដែលបង្កឡើងដោយភាគីថៃមកលើប្រទេសកម្ពុជាមកដល់ថ្ងៃនេះយើងឃើញថាកាលពីការចាប់ផ្ដើមដំបូងទាំងអស់គ្នាយើងនិយាយអំពីគេហៅថាសង្គ្រាមទំនាស់ព្រំដែនកម្ពុជាថៃគ្រប់សារព័ត៌មានទាំងអស់គឺតែងតែសរសេរថាសង្គ្រាមនេះគឺកើតឡើងដោយសារបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃប៉ុន្តែបើយើងមើលអំពីព្រំដែននិងចំណុចដែលមានទំនាស់ពីដំបូងគឺមានតែ3ចំណុចទេដែលក្តៅទី1គឺនៅក្នុងចំណុចមុំ3ប្រាសាទតាមាន់ធំនិងប្រាសាទតាកបីគឺបញ្ហាទំនាស់ដែលក្តៅគឺមានតែ3ចំណុចនេះទេហើយចំណុចផ្សេងទៀតគឺស្ថិតនៅក្នុងការគ្រប់គ្រងការចរចាការដោះស្រាយគ្នាក្នុងកម្រិតទ្វេភាគីដែលមានគណៈកម្មការចម្រុះព្រំដែនដីគោក JBC ហើយនិងគណៈកម្មការព្រំដែនទូទៅ GBC និងគណៈកម្មការព្រំដែនតំបន់ RBC ក៏ប៉ុន្តែយើងឃើញថាបញ្ហា3ចំណុចនេះវាបានប្រកាសយ៉ាងច្បាស់លាស់ហើយដោយភាគីរបស់កម្ពុជាគឺថាត្រូវតែដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីយើងដោះស្រាយគ្នាហើយកម្ពុជាបានសម្រេចថានៅពេលដែលតុលាការអន្តរជាតិដោះស្រាយបែបណានឹងទទួលលទ្ធផលបែបហ្នឹងប៉ុន្តែយើងមើលអំពីអ្វីដែលជាការបង្កដោយភាគីថៃវិញនោះគឺបានពង្រីកបញ្ហានេះវាទៅជាទំនាស់ព្រំដែន
មកកវត្តព្រំដែនកម្ពុជាថៃតែម្ដងចាប់ដើមកំដៅបញ្ហានេះឲ្យទៅជាកើតឡើងអំពីការបិទព្រំដែនជាឯកតោភាគីទៅជាការប៉ាត់របងលួសទៅជាការវាទីគ្រប់សពបែបយ៉ាងហើយពន្លាតនៅការឆ្លៀនពៀនពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងមកដល់ថ្ងៃនេះខ្ញុំអាចនិយាយបានថាសង្គ្រាមដែលកើតឡើងជាលើកទី2នេះតាំងពីថ្ងៃទី7ខែធ្នូរហូតមកដល់ថ្ងៃទី19ខែធ្នូថ្ងៃនេះគឺយើងឃើញថារយៈពេល13ថ្ងៃហើយអញ្ចឹងយើងអាចមើលឃើញថាបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃបានចប់ហើយវាចូលដល់កម្រិតមួយគឺការឈ្លានពានទឹកដីវាទីទឹកដីកម្ពុជាតែម្ដងពីសំណាក់យោធាថៃនិងរដ្ឋាភិបាលថៃដែលបានចាប់ផ្ដើមតាំងពីខេត្តព្រះវិហារដល់មានជ័យមកដល់ប្រទេសមានជ័យមកដល់បាត់ដំបងពោធិ៍សាត់ហើយចុងក្រោយខេត្តសៀមរាបអត់ជាប់ព្រំដែនជាមួយនឹងប្រទេសថៃទេគ្រាន់តែនៅក្បែរខេត្តដែលមានព្រំប្រទល់ដែនជាប់នឹងប្រទេសថៃប៉ុន្តែគឺភាគីថៃបានទម្លាក់គ្រាប់បែកចូលដល់ខេត្តសៀមរាបដែលមានចម្ងាយរហូតដល់ទៅ80គីឡូពីព្រំដែននៃប្រទេសថៃនិងកម្ពុជាអញ្ចឹងការដែលទម្លាក់គ្រាប់ចូលរហូតដល់60គីឡូ70គីឡូ80គីឡូវាគឺជាអំពើឈ្លានពានហើយអំពើឈ្លានពាននេះបានកំពុងតែរីករាលដាលដោយប្រើការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងមិនរើសទីតាំងគឺទម្លាក់ទៅលើទីតាំងប្រជាជនស៊ីវិលទៅលើមន្ទីរពេទ្យទៅលើសាលារៀននិងទៅលើឃ្លាំងទំនិញរបស់ឯកជនដែលបានបំផ្លិចបំផ្លាញនៅទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលដែលនាំឲ្យមានការស្លាប់ដល់ប្រជាពលរដ្ឋស៊ីវិលមកដល់ថ្ងៃនេះគឺសរុប14នាក់និងរបួស74នាក់និងកំណើននៃជនភៀសសឹករហូតដល់ជាង40,000នាក់វាគឺជាអក្រិតកម្មនិងគឺជាសោកនាដកម្មឈ្លានពានលក្ខណៈគេហៅថាសម្លាប់ជាតិសាសន៍ហើយខ្ញុំមិនហ៊ាននិយាយថាដល់បល័យជាតិសាសន៍ទេប៉ុន្តែវាគឺជាការសម្លាប់ជាតិសាសន៍ពីព្រោះពាក់ព័ន្ធនឹងអាយុជីវិតរបស់ជនស៊ីវិលមិនមែនគឺជាអ្នកដែលកាន់អាវុធប្រយុទ្ធគ្នានៅសមរភូមិទេហើយវាគឺជាការរំលោភនៅច្បាប់សង្គ្រាមដ៏ធ្ងន់ធ្ងរពីព្រោះសង្គ្រាមគេអនុញ្ញាតឲ្យធ្វើសង្គ្រាមដែររវាងប្រទេសមួយនិងប្រទេសមួយនៅពេលដែលទ្រាំនៅកម្រិតដោះស្រាយគ្នាមិនបានក៏ប៉ុន្តែគេមានច្បាប់សង្គ្រាមមួយដែលត្រូវអនុញ្ញាតទី1គឺមន្ទីរពេទ្យសាលារៀនផ្សារទីប្រជុំជននិងកន្លែងដែលប្រជាជនស៊ីវិលរស់នៅមិនអនុញ្ញាតឲ្យមានការបង្កើតនៅសង្គ្រាមឬក៏ទម្លាក់គ្រាប់ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទី2គឺបើសិនជាប្រជាពលរដ្ឋស៊ីវិលមានរបួសគឺភាគីណាក៏ដោយគឺជាគ្រូពេទ្យគឺមានសិទ្ធិព្យាបាលទី3គឺថាពេទ្យទាហានដែលមានសញ្ញាកាក់ក្បាលក្រហមឬសញ្ញាពេទ្យគឺថាអាចសង្គ្រោះទាហានទាំងសងខាងគឺមិនប៉ះពាល់ដល់ទាហានរបួសទេក៏ប៉ុន្តែយើងមើលថាចរិតឈ្លានពាននៃការធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាលើកនេះគឺកងទ័ពរបស់ថៃបានចាប់យកកងទ័ពរបស់កម្ពុជាដែលបានទម្លាក់អាវុធរួចហើយបានចាប់យកទៅហើយគឺអាកកទៅទៀតវាគឺជារឿងខុសខើវាគឺជារឿងដែលมันអាចទទួលយកបានហើយគឺជាការប្រឆាំងទៅនឹងច្បាប់សង្គ្រាមអន្តរជាតិដ៏ធ្ងន់ធ្ងរមែនទែនហើយចំពោះមន្ទីរពេទ្យដែលជាកន្លែងសង្គ្រោះគឺត្រូវបានទម្លាក់គ្រាប់បែកបំផ្លាញសាលារៀនដែលជាកន្លែងសម្រាប់ក្មេងរៀនទម្លាក់គ្រាប់បែកបំផ្លាញទាំងអស់ភូមិរបស់ប្រជាជននៅតាមដងវិថីដែលជាកន្លែងរកស៊ីទីប្រជុំជននិងផ្សារគឺទម្លាក់គ្រាប់ដុតកំទេចទាំងអស់នេះគឺជាអំពើឈ្លានពានដែលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនស៊ីវិលដែលប៉ះពាល់ដល់សេចក្តីសុខរបស់ជនដែលមិនមែនជាឯកសណ្ឋានកងទ័ពគឺវាប្រឆាំងទៅនឹងច្បាប់សង្គ្រាមដែលខ្ញុំមើលឃើញថាថៃបានកំពុងតែអនុវត្តនៅសង្គ្រាមឈ្លានពានវាទីសម្លាប់ជាតិសាសន៍និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជារួមទាំងកំទេចនៅបូជនីយកិច្ចប្រាសាទបុរាណរបស់កម្ពុជាដែលមានតម្លៃរាប់រយរាប់ពាន់ឆ្នាំមកហើយនេះគឺជាការទទួលខុសត្រូវដ៏ធំដែលខ្ញុំចង់ឃើញនៅក្របខ័ណ្ឌសហគមន៍អន្តរជាតិក៏ដូចជាបណ្ដាប្រទេសដែលស្រឡាញ់យុត្តិធម៌និងសន្តិភាពគឺត្រូវតែប្រមាលមើលនិងវិតម្លៃឲ្យច្បាស់ថាសង្គ្រាមឈ្លានពាននេះគួរតែសហគមន៍អន្តរជាតិរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយកម្រិតថ្កោលទោសមិនមែនកម្រិតសម្របសម្រួលអំពាវនាវឲ្យមានគេហៅថាលក្ខណៈធម្មតានេះគឺត្រូវតែមានកម្រិតថ្កោលទោសឲ្យច្បាស់លាស់ចំពោះការបំផ្លិចបំផ្លាញពីព្រោះរឿងខ្លះវាគឺជារឿងដែលបំផ្លាញហើយដូចជាស្ពានថ្នល់យើងអាចធ្វើបានថ្មីក៏ប៉ុន្តែសំណង់ប្រាសាទដែលមានតម្លៃអច្ឆរិយៈរាប់រយពាន់ឆ្នាំបើទោះបីជាយើងអាចកសាងសំណង់ប្រាសាទថ្មីបានក៏យើងមិនអាចជំនួសអាយុកាលជាប្រវត្តិសាស្ត្រនិងតម្លៃជារចនាបថប្រវត្តិសាស្ត្របានដែរហើយចំពោះអាយុជីវិតរបស់ប្រជាជនស៊ីវិលមកដល់ពេលនេះគឺយើងឃើញថាសាលាជាង440
សាលាឬក៏អីហើយនៅក្នុងខេត្តនីមួយៗគឺសរុបទៅគឺកំណើននៅជនភៀសសិទ្ធជាង40,000 នាក់បានធ្វើឲ្យសិស្សបឋមសិក្សាសិស្សវិទ្យាល័យបាត់បង់ឱកាសសិក្សាជាច្រើនប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិតរបស់កុមារស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលនេះគឺជាអក្រិតកម្មមួយដែលប៉ះពាល់ដល់ជនស៊ីវិលដែលទាំងអស់គ្នាទាំងអង្គការ UNICEF ទាំងអង្គការអន្តរជាតិផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងសិទ្ធិកុមារនិងសិទ្ធិអន្តរជាតិក៏គួរតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនៅសង្គ្រាមឈានពានរបស់ថៃដែលបានធ្វើមកលើប្រទេសកម្ពុជាយ៉ាងដែរបាទខ្ញុំសូមបញ្ជាក់ថាអ្វីដែលបានចេញមកនិយាយបិទបាំងនៅចំពោះមុខសារព័ត៌មានអន្តរជាតិហើយអ្វីដែលសារព័ត៌មានក្នុងប្រទេសថៃបានចេញមកជួយធ្វើជាវាំងននឬក៏ជាកន្ទោបបិទបាំងឲ្យអំពើអាក្រក់របស់មេដឹកនាំខ្លួនដែលបានប្រព្រឹត្តអក្រិតកម្មមកលើប្រទេសកម្ពុជាប្រឆាំងនឹងសិទ្ធិជនស៊ីវិលនិងប្រជាជនប្រជាប្រដ្ឋកម្ពុជាវាគឺជាអំពើដែលអាម៉ាស់សម្រាប់ពិភពលោកពីព្រោះការកិច្ចវេះមិនទទួលខុសត្រូវចំពោះនៅទង្វើអក្រិតកម្មដែលខ្លួនបានសាងមកលើកម្ពុជាហើយព្យាយាមយកនៅរឿងផ្សេងមកនិយាយបិទបាំងអានឹងវាគឺជាចរិតនយោបាយរបស់ថៃនិងចរិតរបស់មនុស្សថៃដែលខ្ញុំបាននិយាយតាំងពីដើមទីថានៅពេលដែលពួកគេបានធ្វើអ្វីមួយអាក្រក់មកលើយើងគេមិនដែលទទួលស្គាល់ថាគេធ្វើអាក្រក់ទេដូចទៅវិញគេបែរជាកោះកកាយថាយើងជាអ្នកជំពាក់គុណគេទៅវិញរួចហើយគេមកទម្លាក់កំហុសថាយើងជាអ្នកបង្កមុនទៅវិញក៏ប៉ុន្តែចំណុចដែលយើងសោកស្ដាយហើយដែលយើងចង់ដឹងថាតើសហគមន៍អន្តរជាតិទាំងមូលដែលបានដឹងឮអំពីបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃតាំងពីលើកទី1ពីថ្ងៃទី24ខែកក្កដាដល់ថ្ងៃទី28ខែកក្កដាហើយលើកទី2តាំងពីថ្ងៃទី7ខែធ្នូរហូតមកដល់ពេលនេះនៅមិនទាន់ចប់តើពិភពលោកនិងអង្គការអន្តរជាតិទាំងអស់ដែលបានដឹងឮនោះអាចទទួលយកការបកស្រាយអាចទទួលយកការបិទបាំងការនិយាយស្ដីរបស់មេដឹកនាំថៃនិងសារព័ត៌មានថៃដែលកំពុងតែនិយាយយកល្អខ្លួនឯងហើយទម្លាក់កំហុសទម្លាក់ភាពមិនទទួលខុសត្រូវទាំងស្រុងនេះមកលើកម្ពុជាបានទេចំណុចដែលនិយាយថាបញ្ហាបង្ក្រាបអក្រិតកម្មអនឡាញឬ scam អនឡាញយើងសួរថាតើនៅពេលដែលថៃធ្វើរបៀបហ្នឹងមកលើកម្ពុជាប៉ះពាល់ដល់អាយុជីវិតរបស់ជនស៊ីវិលប៉ះពាល់ដល់កន្លែងសាលារៀនមន្ទីរពេទ្យទម្លាក់គ្រាប់កំទេចហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាសូម្បីតែស្ពានសូម្បីតែផ្លូវថ្នល់តើពួកអក្រិតជនដែល scam អនឡាញទាំងអស់នោះគឺរស់នៅក្នុងកន្លែងនោះឬយ៉ាងណាមួយទី2តើច្បាប់អន្តរជាតិមានកន្លែងណាដែលអនុញ្ញាតឲ្យប្រទេសមួយដែលមិនមែនជាដៃគូនៅក្នុងការទទួលស្គាល់ដោយរដ្ឋឯករាជ្យមួយហើយបើកយន្តហោះចូលមកទម្លាក់គ្រាប់ពាសណាពាសណីបើកប្រតិបត្តិការយោធាបាញ់ផ្លោងមួយទៀតយើងសួរថាតើប្រាសាទតាកបីប្រាសាទតាមាត់ប្រាសាទព្រះវិហារដែលជាបតិកភណ្ឌពិភពលោកដែលជាប្រាសាទគេដំណើរដូនតាខ្មែរនៅកន្លែងនោះមានកាស៊ីណូទេមានអក្រិតជនអនឡាញណាទៅនៅក្នុងប្រាសាទទេអត់មានហើយកាស៊ីណូនេះតើជាកាស៊ីណូដែលនៅលើដីថៃឬក៏ជាកាស៊ីណូដែលនៅលើដីរបស់កម្ពុជាថៃទម្លាក់ក្របបែកកំទេចរហូតដល់រៀបដល់ដីនេះហើយមកដោះស្រាយថាខ្លួនបើកប្រតិបត្តិការមកកំទេចឬក៏ប្រឆាំងនឹងសង្គ្រាមអក្រិតជនអនឡាញហើយចោទកម្ពុជាថាជួលទាហានបរទេសមកជួយធ្វើសង្គ្រាមគ្រប់សពបែបយ៉ាងតាមតែអំពើចិត្តតាមតែការគិតរបស់ខ្លួនចំពោះនៅមហិច្ឆតាឈ្លានពានលើទឹកដីរបស់កម្ពុជាអញ្ចឹងគួរតែថយទៅដល់ឫសគល់មុននឹងចូលដល់សង្គ្រាមឈ្លានពានគឺវាចាប់ផ្ដើមអំពីសង្គ្រាមបញ្ហាព្រំដែនអញ្ចឹងសង្គ្រាមបញ្ហាព្រំដែនដែលចាប់ផ្ដើមនេះគឺវាបានបង្កើតនៅការខូចខើព្រៃផ្សៃរួចទៅហើយដែលបានធ្វើមកលើប្រជាជនកម្ពុជារួមទាំងការចាប់កងទ័ពកម្ពុជា18នាក់មកដល់ថ្ងៃនេះមិនទាន់បានដោះលែងហើយប្រទេសម៉ាឡេស៊ីប្រទេសសហរដ្ឋអាមេរិកបានដើរតួយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលឲ្យមានបទឆបាញ់រហូតដល់មានសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នានៅចំពោះមុខប្រធានាធិបតីដូណាល់ត្រាំហើយនិងលោកនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមអញ្ចឹងសួរថាតើលោកនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមនិងប្រធានាធិបតីត្រាំគាត់មកចុះហត្ថលេខាជាសាក្សីជាមួយនឹងភាគីកម្ពុជានិងថៃជាមួយគ្នានេះដើម្បីបញ្ចប់សង្គ្រាមប្រឆាំងនឹងអក្រិតកម្មអនឡាញឬក៏ដើម្បីបញ្ចប់សង្គ្រាមដែលកើតចេញពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថយក្រោយទៅវិញចោទសួរថាតើនៅពេលដែលថៃមកអះអាងថាសង្គ្រាមនេះគឺជាប្រតិបត្តិការយោធារបស់ខ្លួនដើម្បីបង្ក្រាបអក្រិតកម្មអនឡាញក្នុងប្រទេសកម្ពុជាទី1គឺវារំលោភដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាដែលច្បាប់អន្តរជាតិមិនអនុញ្ញាតឲ្យប្រទេសណាឬកងទ័ពណា
ចូលមកលុកលុយតាមតែអង្គើចាត់បានទេបើសិនជាប្រទេសជាសម័យមិនព្រមទទួលសហការជាមួយនឹងក្នុងការបើកប្រតិបត្តិការមួយអាហ្នឹងគឺជារឿងដែលពាក់ព័ន្ធនឹងច្បាប់អន្តរជាតិប៉ុន្តែពាក់ព័ន្ធទៅនឹងសកម្មភាពរបស់លោកអានវ៉ាអ៊ីប្រាហ៊ីមនិងលោកដូណាល់ត្រាំដែលបានបោកចរចាដើម្បីឲ្យបញ្ចប់បញ្ហាសង្គ្រាមដែលមានសន្ធិសញ្ញាថ្ងៃទី26ខែតុលា2025នេះហើយដែលថៃរំលោភសន្ធិសញ្ញាហ្នឹងហើយមកនិយាយថាខ្លួនបើកប្រតិបត្តិការបង្ក្រាបអនឡាញអញ្ចឹងមានន័យថាម៉េចមានន័យថាលោកអានវ៉ាអ៊ីប្រាហ៊ីមនិងលោកដូណាល់ត្រាំហ្នឹងមកធ្វើជាសាក្សីដើម្បីបញ្ចប់សង្គ្រាមកុំឲ្យមានប្រតិបត្តិការកំទេចលើពួកអក្រិតកម្មអនឡាញឬយ៉ាងណាអញ្ចឹងមានន័យថាលោកអានវ៉ាអ៊ីប្រាហ៊ីមនិងលោកដូណាល់ត្រាំហ្នឹងមកការពារអក្រិតជនអនឡាញហ្នឹងដែលមកធ្វើជាសាក្សីក្នុងកិច្ចចុះពិធីសារជាមួយគ្នាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ហ្នឹងកន្លែងហ្នឹងសូមឲ្យប្រទេសម៉ាឡេស៊ីសូមឲ្យសហរដ្ឋអាមេរិកយកភាពជាម្ចាស់នៃហត្ថលេខីរបស់ខ្លួនយកទៅបកស្រាយបង្ហាញអន្តរជាតិផងដើម្បីកុំឲ្យថៃហ្នឹងវាចេះតែនិយាយមកថាបំផ្លិចបន្លឺគ្រប់ស្ថានភាពទាំងអស់យកត្រូវតែខ្លួនឯងអ្វីទម្លាក់កំហុសមកលើកម្ពុជាសំបីតែខ្លួនឯងជាអ្នកបង្កហេតុខ្លួនឯងជាអ្នកបាញ់ផ្លោមខ្លួនឯងជាអ្នកទម្លាក់គ្រាប់លើកម្ពុជាអត់ធ្មត់អត់ទ្រាំពី2ដល់10ម៉ោងដល់24ម៉ោងបានកម្ពុជាប្រើសិទ្ធិឆ្លើយតបវិញក្នុងឋានៈជាប្រទេសដែលរងគ្រោះប៉ុន្តែចង់បញ្ចប់មកនិយាយថាកម្ពុជាជាអ្នកបង្កមុនកម្ពុជាជាអ្នកបង្កសង្គ្រាមមុនរឿងនេះគឺជារឿងដែលត្រូវលាតត្រដាងដោយផ្កាយរណបរបស់ម៉ាឡេស៊ីឬក៏ផ្កាយរណបរបស់សហរដ្ឋអាមេរិកគឺត្រូវតែបង្ហាញប្រាប់ពិភពលោកខ្ញុំចង់ឃើញថាទិន្នន័យចេញពីផ្កាយរណបរបស់ម៉ាឡេស៊ីនិងទិន្នន័យដែលចេញពីផ្កាយរណបរបស់សហរដ្ឋអាមេរិកតាមរយៈបញ្ជាការដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកតើលទ្ធភាពនៃការចាប់ស្រូបទាញតើកំហុសអ្នកណាហើយអ្នកណាជាអ្នកឈ្លានពានឬមួយក៏ទិន្នន័យផ្កាយរណបហ្នឹងវាប៉ះពាល់ដល់មិត្តភាពយូរអង្វែងរវាងអាមេរិកនិងថៃហើយអាមេរិកមិនហ៊ានបង្ហាញទេខ្លាចខ្លួនឯងអាម៉ាស់ពីព្រោះអាមេរិកគឺជាឪម៉ែរបស់ថៃហើយថៃគឺជាកូនរបស់អាមេរិកគឺជាសម្ព័ន្ធមិត្តរបស់អាមេរិកមួយនៅក្នុងអាស៊ីគឺជារឿងមួយដែលត្រូវលាតត្រដាងប្រាប់ពិភពលោកតែខ្ញុំមានចម្ងល់ថាហេតុអីនៅពេលដែលមានការសម្របសម្រួលរវាងបាត់ឈប់បាញ់រហូតដល់មានសន្ធិសញ្ញាសន្តិភាពថ្ងៃទី26ខែតុលាសហរដ្ឋអាមេរិកហើយនិងម៉ាឡេស៊ីគឺជាអ្នកប្រកាសថាដាក់កាយរណបតាមដានតែមកដល់ពេលនេះបែរទៅជាសហគមន៍អឺរ៉ុបគឺជាអ្នកធានាចេញនៅទិន្នន័យកាយរណបទៅវិញសហគមន៍អឺរ៉ុបមិនបានប្រកាសថាដាក់កាយរណបតាមដានប៉ុន្តែពេលនេះសហគមន៍អឺរ៉ុបបានប្រកាសតាមរយៈអនុប្រធានគណៈកម្មការអឺរ៉ុបគឺបង្ហាញប្រាប់ថាខ្លួននឹងបង្ហាញទិន្នន័យអំពីសង្គ្រាមដែលកើតឡើងហើយនឹងបង្ហាញថាអ្នកណាជាអ្នកឈ្លានពានអ្នកណាហើយខ្ញុំសូមសរសើរនៅសេចក្តីថ្លែងការណ៍របស់ប្រទេសរុស្ស៊ីហើយនឹងសេចក្តីថ្លែងការណ៍របស់ប្រធានសមាគមពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដែលបាននិយាយចំច្បាស់លាស់ថាថៃបានឈ្លានពានកម្ពុជាថៃបានរំលោភបាត់ឈប់បាញ់និងបានរំលោភសន្ធិសញ្ញាសន្តិភាពថ្ងៃទី26ខែតុលាឆ្នាំ2025ដែលថៃនិងកម្ពុជាបានចុះហត្ថលេខាជាមួយបើសិនជាសហរដ្ឋអាមេរិករដ្ឋបាលរបស់លោកដូណាល់ត្រាំមិនអាចដាក់ចេញនៅដំណោះស្រាយណាមួយដើម្បីបញ្ចប់ឲ្យបាននឹងការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃនិងយោធាថៃដែលកំពុងប្រព្រឹត្តមកលើកម្ពុជាយើងទេវាគឺជារឿងអាម៉ាស់ដ៏ធំហើយវាគឺជាការទទួលខុសត្រូវមួយចំណែកដ៏ធំរបស់រដ្ឋបាលលោកដូណាល់ត្រាំក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលតាំងពីដើមទីខ្លួនបានយកខ្លួនមកជាប់ពាក់ព័ន្ធរុញច្រានឲ្យមានបាត់ឈប់បាញ់ប៉ុន្តែបាត់ឈប់បាញ់មិនអាចអនុវត្តបាននៅតែរំលោភដោយភាគីថៃរហូតដល់ប្រើពេលវេលាមកអង្គុយធ្វើជាហត្ថលេខីជាអធិបតីដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយរវាងកម្ពុជានិងថៃដែលលោកដូណាល់ត្រាំបានយកទៅអួតនៅគ្រប់ទីកន្លែងទាំងអស់សូម្បីតែនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រទេស G7 នៅប្រទេសកូរ៉េក៏លោកដូណាល់ត្រាំបានយកបញ្ហាដែលខ្លួនបានមកអង្គុយធ្វើជាអ្នកអធិបតីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនេះយកទៅអួតដែរហើយនៅសេតវិមានក៏លោកដូណាល់ត្រាំបានធ្លាប់អួតនៅចំពោះសារព័ត៌មាននៅក្នុងសហរដ្ឋអាមេរិកអំពីអ្វីដែលខ្លួនបានចរចាដោះស្រាយឲ្យកម្ពុជានិងថៃបញ្ចប់សង្គ្រាមជាមួយគ្នាដែរប៉ុន្តែជាលទ្ធផលជាក់ស្ដែងមកដល់ថ្ងៃនេះគឺថៃនៅតែកក្លឿនថៃនៅតែបំពេញថៃនៅតែរំលោភហើយថៃនៅតែឈ្លានពានកម្ពុជាហើយថៃនៅតែប្រើប្រាស់គ្រឿងសព្វាវុធដែលផ្គត់ផ្គង់និងលក់ឲ្យដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកគឺអ៊ីស្រាអែលដូច្នេះយើងឃើញថាប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងដំណាក់កាលនេះគឺគាត់ត្រូវមានការទទួលខុសត្រូវលើសអំពីអ្វីដែលគាត់មកអង្គុយចុះហត្ថលេខាធ្វើជាអធិបតីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាទៀតពីព្រោះអាវុធដែលថៃបានយកមកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាអាវុធដែលថៃបានយកមក
ទម្លាក់ក្របបាញ់ផ្លោងធ្វើឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសស្លាប់និងคล้ายទៅជាជនភៀសសិទ្ធរាប់សែននាក់នៅក្នុងពេលនេះហើយអាវុធដែលថៃបានយកមកបាញ់ផ្លោងទម្លាក់កំទេចប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកនិងប្រាសាទដទៃទៀតដែលជាសម្បត្តិវប្បធម៌ដែលជាសម្បត្តិដូនតារបស់ខ្មែរគឺសុទ្ធតែជាគ្រឿងសព្វាវុធរបស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែលទាំងអស់ដូច្នេះបើនិយាយពីអក្រិតកម្មសង្គ្រាមឈ្លានពានអក្រិតកម្មសង្គ្រាមសម្រាប់ប្រជាជាតិក៏វាពាក់ព័ន្ធទៅនឹងអ្នកដែលបានផ្ដល់កិច្ចសន្យាជួយដូរលក់អាវុធឲ្យទៅប្រទេសដែលប្រើអាវុធនឹងផងដែរតាមច្បាប់អន្តរជាតិគឺនិយាយឲ្យអស់ពីព្រោះក្នុងកិច្ចជួយដូរលក់អាវុធនៅក្នុងផ្នែកណាមួយនោះប្រទេសនីមួយតែងតែមានកិច្ចសន្យារវាងអ្នកទិញនិងអ្នកលក់ហើយអ្នកលក់គឺជាអ្នកផលិតគឺមានកិច្ចសន្យាចងមិនឲ្យអ្នកទិញនឹងប្រើប្រាស់ខុសពីផែនការនិងគោលការណ៍របស់ខ្លួនទេតែឥឡូវនេះថៃបានប្រើប្រាស់នឹងវាខុសអំពីគោលការណ៍និងផែនការនៃកិច្ចសន្យាទិញលក់អាវុធជាមួយអាមេរិកអ៊ីស្រាអែលទៅហើយអញ្ចឹងសហរដ្ឋអាមេរិកត្រូវតែយកដំណោះស្រាយមួយឲ្យជាក់លាក់ហើយឲ្យច្បាស់ថាតើខ្លួនឈរខាងយុត្តិធម៌ឬមួយក៏ខ្លួនគ្រាន់តែយកបញ្ហាសង្គ្រាមកម្ពុជាថៃនេះគឺជាល្បែងគឺជាហ្គេមសម្រាប់យកមកពិសោធន៍អាវុធយុទ្ធភណ្ឌរបស់ខ្លួនដោយដែលសហរដ្ឋអាមេរិកធ្លាប់បានប្រព្រឹត្តធ្វើកាលពីទសវត្សរ៍70ដែលយកកម្ពុជាធ្វើជាសមរភូមិពិសោធន៍បណោគមវិជ្ជានយោបាយរបស់ខ្លួនអញ្ចឹងចំណុចនេះយើងឃើញថាពាក់ព័ន្ធទៅនឹងកត្តាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋបាលរបស់លោក Richard Nixon ដែលបានប្រើទំនាក់ទំនងរបស់ខ្លួនផ្សារភ្ជាប់ឲ្យលូកចូលនៅក្នុងសង្គ្រាមឥណ្ឌូចិនហើយចង់បញ្ចប់បានដកខ្លួនថយពីកម្ពុជាធ្វើឲ្យកម្ពុជារងគ្រោះធ្វើឲ្យកម្ពុជាស្លាប់រហូតដល់ធ្វើឲ្យកម្ពុជាធ្លាក់ចូលនៅក្នុងរបបខ្មែរក្រហមកុំភ្លេចថានៅក្នុងទសវត្សរ៍60និងទសវត្សរ៍70 B52 របស់អាមេរិកបានទម្លាក់គ្រាប់ទៅលើទឹកដីកម្ពុជានៅខេត្តស្វាយរៀងនៅខេត្តព្រៃវែងនិងតាមបណ្ដាខេត្តផ្សេងទៀតជាប់ព្រំប្រទល់ដែនវៀតណាមបានធ្វើឲ្យមានសោកនាដកម្មសម្រាប់ជនស៊ីវិលនិងកុមារស្ត្រីនៅក្នុងទសវត្សរ៍នោះគឺថាវាឈឺចាប់នៅក្នុងប្រវត្តិសាស្ត្រតែកម្ពុជាអត់ធ្មត់កម្ពុជានៅតែរក្សាមិត្តភាពមិនចង់មានការប្តឹងផ្ដាល់ជាមួយអាមេរិកដើម្បីទាមទារសំណងនេះតែពេលនេះក្នុងភាពជាដៃគូក្នុងភាពជាប្រទេសសម្ព័ន្ធមិត្តជាមួយថៃអាមេរិកគួរតែយកចំណាត់ការណាមួយដើម្បីទប់ស្កាត់ការអក្រិតកម្មឈ្លានពានរបស់ថៃមកលើកម្ពុជាខាងយោធាបាទខាងយោធាប៉ុន្តែយើងឃើញថាមកដល់ថ្ងៃនេះមានជនស៊ីវិលស្លាប់ដល់ទៅ18នាក់របួសជាង70នាក់ហើយនឹងភៀសខ្លួនភៀសសាច់ជាង40,000នាក់ក្នុងនោះមានកុមារជាង10,000នាក់មិនទាន់មានសេចក្តីថ្លែងការណ៍ច្បាស់លាស់ពីរដ្ឋាភិបាលអាមេរិកណាមួយដើម្បីកោតទោសសង្គ្រាមឈ្លានពាននិងការពារសិទ្ធិជនស៊ីវិលរបស់កម្ពុជាដែលរងគ្រោះនៅឡើយនេះគឺជារឿងដែលយើងចង់ឃើញហើយបើសិនជាសហរដ្ឋអាមេរិកមិនអាចធ្វើបានរឿងនេះគឺជារឿងអាម៉ាស់ទី2តបពីរដ្ឋបាលលោក Richard Nixon នៅទសវត្សរ៍ឆ្នាំ70គឺរដ្ឋបាលលោក Donald Trump នៅឆ្នាំ2025នេះហើយដែលបណ្ដោយឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនតែមួយគត់នៅក្នុងអាស៊ីមកឈ្លានពានកម្ពុជាដោយប្រើយុទ្ធោបករណ៍យោធារបស់ខ្លួនដើម្បីវាយមកលើទឹកដីកម្ពុជាធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរខ្ញុំថារឿងអាក្រក់រឿងកលិចរឿងនយោបាយដែលមិនគោរពច្បាប់អន្តរជាតិរឿងដែលមេដឹកនាំថៃហ៊ានប្រព្រឹត្តនៅអំពើទាំងអស់មកលើកម្ពុជារួមទាំងការល្មើសនិងកិច្ចព្រមព្រៀងដោយសន្តិភាពថ្ងៃទី26ខែតុលាកន្លងទៅនេះគឺវាដោយសារមានមហាអំណាចដែលជាឪម៉ែរបស់ថៃនៅពីក្រោយខ្នងហ្នឹងបាទដែលខ្ញុំយល់ឃើញថានៅចំពោះមុខអន្តរជាតិគឺហាក់ដូចជាចង់ជួយបញ្ចប់សង្គ្រាមរវាងកម្ពុជាថៃប៉ុន្តែនៅពីក្រោយហាក់ដូចជាចង់ធ្វើសង្គ្រាមពិសោធន៍អាវុធរបស់ខ្លួនជាមួយនឹងមហាអំណាចក្នុងតំបន់អញ្ចឹងហើយកន្លែងនេះដែលធ្វើឲ្យថៃនេះគឺថាមានអំនួតដែលធ្វើឲ្យថៃនេះរឹតតែផ្កើនចំពោះអ្វីដែលជាការចង់សម្របសម្រួលពីសហគមន៍អន្តរជាតិនិងការចង្អុលបង្ហាញផ្លូវសន្តិភាពពីសំណាក់រដ្ឋាភិបាលចិនពីព្រោះចិនបាននិយាយឲ្យតាំងពីដើមទីនៅពេលដែលសហរដ្ឋអាមេរិកនាំមុខនៅក្នុងការចុះហត្ថលេខាឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រទេសចិនប្រធានាធិបតីចិនបាននិយាយថាចិននឹងធ្វើតាមបែបចិនដើម្បីធ្វើយ៉ាងម៉េចឲ្យមានបញ្ហាសង្គ្រាមនេះត្រូវបានបញ្ចប់ហើយដំណោះស្រាយនោះគឺជាដំណោះស្រាយបែបចិនប៉ុន្តែយើងឃើញថាដំណោះស្រាយបែបចិនយ៉ាងណានោះវានៅក្នុងការរៀបចំគិតគូរច្បាស់លាស់របស់មេដឹកនាំចិនដែលយើងចង់ឲ្យការយកនៅចំណាត់ការឬវិធានការណាមួយដែលច្បាស់លាស់ត្រឹមត្រូវ
ហើយចាក់លាក់អាចសង្កត់កុំឲ្យថៃនឹងគឺថាចេះតែក៏ក្លឿនកុំឲ្យថៃនឹងចេះតែប្រហើនហើយកុំឲ្យថៃនឹងចេះតែអាងអំនួតអ្នកនៅពីក្រោយខ្នងនឹងធ្វើអ្វីបានអំពើចិត្តមកលើកម្ពុជាប៉ុន្តែយើងក៏អរគុណដែរនៅអ្វីដែលសហរដ្ឋអាមេរិកបានចាប់ផ្ដើមដំបូងឲ្យមានបទឈប់បាញ់រហូតមកដល់មានកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែវាទៅតែមានតនកម្មចំពោះអ្នកដែលរំលោភបើសិនជាមិនមានតនកម្មមិនមានការថ្កោលទោសចំពោះអ្នកដែលរំលោភទេបទឈប់បាញ់ហ្នឹងវាអត់មានតម្លៃកិច្ចព្រមព្រៀងសន្តិភាពហ្នឹងវាអត់មានតម្លៃជាលក្ខណៈគេហៅថាពិតប្រាកដថាបើសិនជាកិច្ចព្រមព្រៀងនេះថាឈប់បាញ់ហើយបើអ្នកឯងនៅតែបាញ់តើវាគួរមានទណ្ឌកម្មយ៉ាងម៉េចកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវដោះស្រាយជាមួយគ្នាដើម្បីរកបន្ទាត់ព្រំដែនរកបកគោលព្រំដែនដែលត្រឹមត្រូវហើយបើអ្នកឯងនៅតែរំលោភហើយធ្វើសង្គ្រាមឈ្លានពានហួសអំពីកម្រិតគេហៅថាដំណោះបញ្ហាព្រំដែនចូលមកដល់ការឈ្លានពានវាទីតើវាគួរមានទណ្ឌកម្មឬក៏ថ្កោលទោសកម្រិតដែរដើម្បីបំបាក់ចរិតឈ្លានពានដើម្បីបំបាក់នៅចរិតទំនើងរបស់ប្រទេសមួយដែលនៅក្នុងតំបន់អាស៊ានទាំងមូលហ្នឹងគឺថាអាស៊ានគឺត្រូវរស់នៅជាមួយគ្នាដោយវប្បធម៌ចម្រុះសាសនាចម្រុះជាសហគមន៍មួយដែលមានជោគវាសនារួមជាមួយគ្នាប៉ុន្តែសួរថាមកដល់ថ្ងៃនេះអំពើទំនើងរបស់ថៃមកលើកម្ពុជាតើអាចឲ្យប្រជាជាតិអាស៊ានសហគមន៍អាស៊ានអាចរស់នៅជាមួយគ្នាដោយជោគវាសនាតែមួយបានដែរទេនេះកន្លែងនេះដែលយើងចង់ឲ្យឃើញថាតើឯកភាពជាតិរបស់អាស៊ានតើការមិនលុកលាន់កិច្ចការផ្ទៃក្នុងរបស់អាស៊ានតើប្រទេសអាស៊ានមួយចំនួនទៀតយើងទទួលស្គាល់ហើយអំពីការមិនលុកលាន់កិច្ចការផ្ទៃក្នុងបើសិនជាវាកើតឡើងក្នុងប្រទេសតែមួយក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះប៉ុន្តែដល់ពេលវាកើតឡើងរវាងប្រទេសពីរជាសមាជិកអាស៊ានតើអាស៊ានអាចជួយចេញមកពន្លត់ភ្លើងពីបញ្ហាទំនាស់នៅក្នុងប្រទេសពីរដែលជាសមាជិកអាស៊ានបានអត់កិច្ចការផ្ទៃក្នុងអាចមិនលុបលាន់ប៉ុន្តែការពន្លត់បញ្ហាឈ្លានពានការពន្លត់បញ្ហាហិង្សាការពន្លត់នៅបញ្ហាអក្រិតកម្មទៅលើជនស៊ីវិលគឺសុទ្ធតែជាកាតព្វកិច្ចរបស់អាស៊ាននិងសហគមន៍អន្តរជាតិទាំងអស់ដែលបានព្រមព្រៀងគ្នាអនុវត្តនៅគោលការណ៍និងធម្មនុញ្ញរបស់អាស៊ាននិងធម្មនុញ្ញរបស់អង្គការសហជីវជាតិយើងឃើញថាអាស៊ានគឺជាសហគមន៍នៃប្រជាជាតិមួយដែលមានកំណត់ថារស់នៅជាមួយគ្នាមានជោគវាសនារួមជាមួយគ្នាប៉ុន្តែមកដល់ពេលនេះយើងឃើញថាមានតែប្រធានអាស៊ានក្នុងក្របខ័ណ្ឌជាប្រធានបដូវវេនតែប៉ុណ្ណោះដែលបានយកចិត្តទុកដាក់នៅក្នុងការចេញសេចក្តីថ្លែងការណ៍ដោះស្រាយសម្របសម្រួលដើម្បីបញ្ចប់បញ្ហាទំនាស់រវាងកម្ពុជាថៃតាំងពីទំនាស់បញ្ហាព្រំដែនរហូតមកដល់បញ្ហាឈ្លានពានទឹកដីក៏ប៉ុន្តែមកដល់ថ្ងៃនេះយើងនៅមិនទាន់ឃើញប្រទេសជាសមាជិកអាស៊ានដែលនៅក្នុងក្របខ័ណ្ឌអាស៊ានដូចគ្នានេះចេញសេចក្តីថ្លែងការណ៍ណាមួយក្នុងកម្រិតណាក៏ដោយក្នុងកម្រិតសម្របសម្រួលក្នុងកម្រិតថ្កោលទោសក្នុងកម្រិតទាមទារឲ្យមានការដាក់ទណ្ឌកម្មចំពោះអ្នករំលោភទៅលើដែនអធិបតេយ្យភាពស្របច្បាប់នៃប្រទេសមួយនៅក្នុងអាស៊ានគឺអត់ទាន់មានឃើញចេញទាំងអស់យើងឃើញគ្រាន់តែប្រទេសឡាវតែមួយគត់ដែលបានចេញសេចក្តីថ្លែងការណ៍យ៉ាងថ្នមបំផុតដោយសារឡាវមានព្រំប្រទល់ដែនជាប់ជាមួយកម្ពុជាផងឡាវមានព្រំប្រទល់ដែនជាប់ជាមួយថៃផងហើយចំណុចមុំ3ដែលជាចំណុចចាប់ផ្ដើមនៃចំនួនក៏វាជាចំណុចមួយមានព្រំប្រទល់ដែនជាប់នឹងប្រទេសឡាវប៉ុន្តែចំពោះប្រទេសអាស៊ានដទៃទៀតដែលពេលនេះអាស៊ានមានរហូតដល់ទៅ11ប្រទេសហើយតែទើបតែមានមួយប្រទេសចេញសេចក្តីថ្លែងការណ៍យ៉ាងថ្នមដោយសារតែថៃបានប្លង់ចូលដោយសារតែថៃបានប្លង់ចូលដល់ទឹកដីរបស់ខ្លួនហើយប្រហែលជាប៉ះពាល់ដល់អាយុជីវិតនិងប្រជាជនរបស់ខ្លួនប៉ុន្តែប្រទេសអាស៊ានដទៃទៀតគឺស្ងាត់មាត់ឈឹងតែម្ដងយើងសួរថាថ្ងៃនេះថៃជាសមាជិករបស់អាស៊ានមួយបានរំលោភឈ្លានពានមកលើកម្ពុជាយ៉ាងក៏ក្លឿនដោយអាងកម្លាំងទ័ពអាងកម្លាំងសេដ្ឋកិច្ចអាងចំនួនប្រជាជនធំហើយកម្ពុជាជាប្រទេសតូចចោះបើសិនជាថៃអាចប្រើអំពើទំនើងរបស់ខ្លួនមកលើកម្ពុជាប៉ុណ្ណឹងតែថ្ងៃក្រោយបើប្រទេសអាស៊ានទាំងអស់ស្ងាត់មាត់មិននិយាយតែថៃនឹងធ្វើទៅប្រទេសណាទៀតបាទភ្លើងដែលថៃបានកំពុងតែដុតផ្ទះរបស់ខ្មែរបើសិនជានៅក្នុងសហគមន៍អាស៊ានជោគវាសនារួមជាមួយគ្នាមិនជួយចេញមកពន្លត់ភ្លើងនឹងទេតើនៅពេលដែលឆេះផ្ទះខ្មែរផ្ទៃខ្ទីតាមអំណងរបស់ថៃតើភ្លើងនឹងវានឹងរៀលដាល់ឆេះទៅដល់ផ្ទះវៀតណាមផ្ទះឡាវផ្ទះម៉ាឡេស៊ីផ្ទះមីយ៉ាន់ម៉ាឬក៏ផ្ទះណាទៀតយើងអាចដឹងទេពេលដែលមហិច្ឆតារបស់ថៃនិងភាពទំនើងរបស់ថៃធ្វើអ្វីបានតាមតែអំពើចិត្តទន្ទឹមនឹងអ្វីដែលថៃមានបង្អែកជាសម្ព័ន្ធមិត្តរបស់ខ្លួនជាអ្នកផ្ដល់នៅសព្វាវុធផ្ដល់នៅគ្រឿងប្រយុទ្ធគ្រប់សពបែបយ៉ាងទាំងគ្រូបច្ចេកទេសទាំងអ្នកដឹកនាំបច្ចេកទេសបង្ហាត់យោធាទាំងអស់គឺថៃអាងរបៀបហ្នឹងតើនៅពេលហ្នឹងអាស៊ាននឹងគ្រោះថ្នាក់ប៉ុណ្ណាអញ្ចឹងហើយបានខ្ញុំចង់ឃើញថាអាស៊ានដែលយើងរស់ក្នុងសហគមន៍ប្រជាជាតិមួយចម្រុះសាសនាចម្រុះជាតិសាសន៍តែ
ដើម្បីជោគវាសនារួមរបស់សហគមន៍អាស៊ានតែមួយនេះគឺយើងត្រូវរួមគ្នាការពារយុត្តិធម៌រួមគ្នាការពារសន្តិភាពប្រទេសអាស៊ានមួយណាក៏ដោយបើសិនជាប្រើអំពើអយុត្តិធម៌និងបង្កើតនៅរឿងដែលវាអសន្តិសុខអសន្តិភាពដល់សហគមន៍យើងត្រូវតែហ៊ានងើបឡើងនិយាយដើម្បីបញ្ជាក់អំពីសហគមន៍មួយធានានូវជោគវាសនាប្រជាជាតិមួយជាជោគវាសនាអាស៊ានរួមគ្នាដំណោះរវាងកម្ពុជានិងថៃខ្ញុំមិនជឿថាប្រទេសមួយអត់មានតាមដានទេគឺសុទ្ធតែតាមដានសុទ្ធតែប្រមូលព័ត៌មានសុទ្ធតែអាចមានចារកិច្ចចារកម្មរបស់ខ្លួនចូលមកដើម្បីប្រម៉ែប្រមូលព័ត៌មានទាំងអស់ហើយមកដល់ថ្ងៃនេះក៏ខ្ញុំមិនជឿថាប្រទេសនីមួយៗហ្នឹងខ្វះព័ត៌មានដើម្បីវិនិច្ឆ័យវាតម្លៃថាអ្នកណាខុសអ្នកណាត្រូវអ្នកណារំលោភអ្នកណាជាអ្នករងគ្រោះខ្ញុំមិនជឿថាខ្វះព័ត៌មាននេះប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺថាប្រទេសទាំងនោះកំពុងតែខ្វះភាពក្លាហានដើម្បីនិយាយការពារយុត្តិធម៌និងសន្តិភាពដើម្បីនិយាយបញ្ជាក់ឲ្យច្បាស់ថាតើអ្នកណាឈ្លានពានអ្នកណាហើយអ្នកណាជាអ្នករងគ្រោះអញ្ចឹងខ្ញុំសូមឲ្យប្រទេសទាំងអស់ហ្នឹងមិនមែនត្រឹមតែសមាជិកនៅក្នុងសមាគមអាស៊ានទេទូទាំងពិភពលោកសូម្បីតែអង្គការសហប្រជាជាតិក៏ដោយសូម្បីសហគមន៍អឺរ៉ុបក៏ដោយសូម្បីប្រទេសមហាអំណាចក៏ដោយឲ្យមានភាពក្លាហាននិយាយការពិតថាអ្នកណាឈ្លានពានអ្នកណាហើយអ្នកណាជាអ្នករងគ្រោះ